ជំរាបសួរខ្ញុំបាទឈ្មោះសិទ្ធិកាមេរ៉ាជាបុគ្គលិកសម្របសម្រួលមណ្ឌលធនធានពលករទេសសិនប្រវេសប្រចាំនៅខេត្តកោះកុងមណ្ឌលធនធានពលករទេសសិនប្រវេសប្រចាំខេត្តកោះកុងរបស់យើងបានបង្កើតនាថ្ងៃទី21ខែមករាឆ្នាំ2022ដែលមានការគ្រប់គ្រងថវិកានិងបច្ចេកទេសដោយអង្គការអន្តរជាតិការងារ ILO និងសហភាពការងារកម្ពុជា CLC និងសហការជាមួយនឹងអង្គការដៃគូអាជ្ញាធរមូលដ្ឋានសម្រាប់អនុវត្តទាក់ទងនឹងទេសន្តប្រវេសទៅលើវិស័យផ្នែកនេសាទនិងកែច្នៃអាហារសមុទ្រសម្រាប់មណ្ឌលធនធានពលករទេសន្តប្រវេសរបស់យើងមានសកម្មភាពចំនួន8ធំដើម្បីអនុវត្តនិងគ្រប់គ្រងទី1គឺប្រឹក្សាយោបល់ការធ្វើទេសន្តប្រវេសប្រកបដោយសុវត្ថិភាពទី2ប្រឹក្សាយោបល់ផ្នែកការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈទី3ផ្ដល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃទី4កន្លែងស្រាវជ្រាវនិងទទួលព័ត៌មានសិទ្ធិពលករទេសន្តប្រវេសទី5ថ្នាក់បណ្ដុះបណ្ដាលសិទ្ធិពលករទេសន្តប្រវេសនិងទី6ជាកន្លែងដែលចែករំលែកបទពិសោធន៍ទាក់ទងនឹងទេសន្តប្រវេសទី7ទទួលពាក្យបណ្ដឹងរបស់ទេសន្តប្រវេសទី8ទទួលពាក្យនិងសម្របសម្រួលជាមួយទីភ្នាក់ងាររកការងារធ្វើជូនពលករទេសន្តប្រវេសបាទអរគុណច្រើនជម្រាបលា